បងប្អូនណាបើមិនស្អាតទេមិនដឹងនិយាយយ៉ាងម៉េចទេដីដែលក្បាលដីគាត់ជាប់ភ្នំក៏ទុយជាប់ជាមួយនឹងស្ទឹងក្បែរជាមួយនឹងផ្សារបំណក់បងប្អូនផ្សារបំណក់នេះសាលារៀនក៏មានមន្ទីរពេទ្យក៏មានមណ្ឌលសុខភាពក៏មានធនាគារក៏មានមកជាឡានមកដល់5នាទីផងមកដល់ដីនេះពីផ្សារបំណក់មកហើយផ្លូវខាងមុខនោះបកគោលភ្លើងមកដល់ផ្លូវនេះប្រហែលជា40ទៅ60ម៉ែត្រហើយមើលទៅធំណាស់ផ្លូវហ្នឹងបកគោលភ្លើងមកដល់ខាងក្រោយបងប្អូននេះឆ្លងកាត់អាដីស្រែហ្នឹងឆ្លងកាត់ដីហ្នឹងទៅដល់អាព្រៃខាងក្រោយនេះមុននឹងដល់ស្ទឹងគាត់ទុកដើមឈើធំធំខ្លាំងដើមឈើទាលខ្លះមួយសឹងអាធ្វើអញ្ចឹងក្តារផ្ទះបានមកជាហៀងបងប្អូនអូខ្ញុំអាចនិយាយបានថាស្អាតមែនតើពីមួយកន្លែងទៅមួយកន្លែងពេលដែលដាស់ដីបាត់ដឹងថាដីកាន់តែស្អាតទៅបងប្អូនជាក់ស្ដែងដូចដីនេះហ៎បើបងប្អូនមើលប្លង់ដ្រូនណាយើងមើលទៅគឺអារម្មណ៍របស់យើងគឺស្រឡាញ់តែម្ដងមានលុយឬគ្មានលុយគឺស្រឡាញ់ហើយសំខាន់បំផុតហ្នឹងអ៊ីនធឺណិតពេញបឹបវីដេអូហ្នឹងខ្ញុំថតកន្លែងហ្នឹងខ្ញុំផុសកន្លែងហ្នឹងម្ដងវីដេអូដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនដែលដីជាប់ស្ទឹងកន្លងមកភាគច្រើនគឺជាប់ស្ទឹងប៉ុន្តែអត់ជាប់ភ្នំទេកន្លងមកគឺអត់ជាប់ភ្នំគឺថាព្រំបទល់ភ្នំទេដីនេះគឺជាប់ភ្នំហ្នឹងហើយក្បាលវាជាប់ភ្នំទៅអញ្ចឹងទៅហើយដល់កតុយវាហ្នឹងគឺជាប់ជាមួយនឹងស្ទឹងហ្នឹងហូរទៅផ្សារបំណក់អឺវាស្អាតពេកអញ្ចឹងយើងអត់ដឹងនិយាយយ៉ាងម៉េចទេតើតជាមួយនឹងប្រភេទដីយើងសាកមើលប្រភេទដីចាក់ស្ដែងនេះដីបែបនេះដីនេះមុនដំបូងលក្ខណៈមួយមិនគួរធ្វើស្រែទេប៉ុន្តែគាត់ប្រហែលជាយ៉ាងម៉េចបើគាត់ឆ្នៃទៅធ្វើស្រែនេះគាត់កាប់ឲ្យកលុកចឹងទៅធ្វើស្រែចឹងទៅបងប្អូនឃើញទេដីហ្នឹងអាចដាំមិនដឹងថាដាំអីបានខ្លះទេអ្នកដែលគាត់មានជំនាញប្រាប់ផងនេះឃើញប្រភេទដីចឹងហ្នឹងហើយវីដេអូនេះក៏ខ្ញុំផ្សាយជូនទៅដល់បងប្អូនអ្នកដែលចង់មកមើលដែរបងប្អូនមុននឹងមកមើលអាចសម្រេចចិត្តបានពូប្រភេទដីគឺអញ្ចឹងឯងតែដីខាងក្រោយគឺស្អាតហ្នឹងគ្រាន់ថាវាខ្មៅមកកណាត់មកដីហ្នឹងខ្ញុំគិតថាអាចដាំបឺដាំតារ៉េនដាំសាមកបានដែលហើយទៅជាមួយនឹងដីខាងលើនេះប្រហែលជាប្រភេទដាំអាចរើសតំណាំតិចដូចជាដូងដាំបានខ្នុរដាំបានវីដេអូរបស់ខ្ញុំរៀងវែងដោយសារខ្ញុំលម្អិតព្រោះខ្ញុំថតវែងប៉ុណ្ណឹងហើយនៅតែមានបងប្អូនខ្លះគាត់ឆ្ងល់គាត់សួរទៀតតាមពិតទៅវីដេអូខ្ញុំលម្អិតទាំងអស់តែម្ដងដើម្បីឲ្យលម្អិតឲ្យច្បាស់ព្រោះបងប្អូនហើយ2ម៉ោងមកពីភ្នំពេញណាមិនមែនលេងសើចទេ2ម៉ោងពីភ្នំពេញចំណាយពេលមួយថ្ងៃដល់ពេលយើងមកទៅខកជាកុំឲ្យខកចិត្តអីអញ្ចឹងខ្ញុំឲ្យមើលមកអស់បញ្យល់ឲ្យអស់ដើម្បីថាមកកុំឲ្យខាតជើងកុំឲ្យខាតពេលតែម្ដងទៅដីនេះឡានចូលម្ដងឡានរបស់ខ្ញុំដាក់នៅមុខដីហ្នឹងទៅឯងហ្នឹងហើយដាក់នៅមុខដីហ្នឹងទៅដូចជាមិនមានអីវែងឆ្ងាយទៀតទេសម្រាប់តម្លៃដីនេះ59,500ចរចាដូចខ្ញុំបញ្ជាក់បងប្អូនណាដីដែលគេដាក់ឲ្យខ្ញុំភាគច្រើនម្ចាស់ក៏សុទ្ធតែកុនលុយឬក៏ត្រូវការលុយទោះបីជាមិនកុនលុយក៏ត្រូវការលុយដែរអាហ្នឹងភាគច្រើនមែនតើព្រោះបងប្អូនដឹងហើយបច្ចុប្បន្នអ្នកលក់ច្រើនជាងអ្នកទិញក៏ប៉ុន្តែដីកន្លែងណាដែលគួរទិញដីកន្លែងណាដែលមិនគួរទិញឧទាហរណ៍ដីខ្លះក៏លក់ដែរតែវាមិនសូវស្អាតអញ្ចឹងមកខ្ញុំអត់សូវទៅថតទេខ្ញុំថតតែដីដែលស្អាតហើយដែលគេលក់បតនពិតប្រាកដតែបើគ្រាន់តែលក់យកចំណេញខ្ញុំអត់ថតទេឧទាហរណ៍ថាគាត់ចង់លក់ដែរប៉ុន្តែគាត់តែរកស៊ីដីលក់យកចំណេញអីចឹងខ្ញុំអត់ថតទេអញ្ចឹងបងប្អូនបច្ចុប្បន្ននេះគឺខ្ញុំថតលក្ខណៈមួយដែលត្រូវការលុយពិតប្រាកដខ្ញុំនឹងដាក់ប្លង់ជួសហ្នឹងគឺប្លង់ដែលមានដើមឈើទាលដើមអីដែលស្អាតជូនពុកម៉ែបងប្អូនមើលហើយជាពិសេសស្ទឹងសំខាន់បំផុតដីនេះលក្ខណៈដូចដីភូមិឯងបងប្អូនព្រោះដីភូមិព័ទ្ធជុំវិញវាមិនមែនជាលក្ខណៈដីចម្ការទេវាទៅជាដីភូមិឯងដោយសារបងប្អូនសាកមើលប្លង់ដ្រូននៅភូមិព័ទ្ធជុំវិញដីនឹងឯងអញ្ចឹងវាដីភូមិបាត់ទៅហើយតម្លៃប៉ុណ្ណឹងយើងសាកគិតមើល59,500ដីជិត4ហិកតាប្លង់រឹងប្រកាសដៃព្រោះគេចាក់វាស់វែងទៅហើយប្លង់រឹងប្រព័ន្ធណាបិទប្រកាសបានយើងកាន់ប្លង់រឹងតម្លៃនេះបងប្អូនសាកគិតមកមើលឲ្យយើងចរចាទៀតហើយលក្ខណៈដីភូមិស្អាតអញ្ចឹងណា2ម៉ោងពីភ្នំពេញមកបងប្អូនបើសិនចង់ទៅលេងច្រកលៀងអាចចូលដីនេះមុនក៏បានឬក៏ទៅលេងច្រកលៀងហើយមកដីនេះមុនសម្រាប់ដីនេះខ្ញុំណែនាំទៅកាន់អ្នកដែលចង់ធ្វើកន្លែងកំសាន្តលក្ខណៈដូចជាគេថា resort ណាព្រោះមានដើមឈើព្រៃស្រាប់អញ្ចឹងអាដើមឈើព្រៃនឹងសម្រាប់ភ្នំនឹងស្ទឹងហ្នឹងវាអាចឆ្នៃទៅអ្វីដែលយើងចង់ឆ្នៃទៅហើយកណ្ដាលយើងអាចដាំប្រភេទដើមឈើហូបផ្លែហ្នឹងហើយ Telegram របស់ខ្ញុំ097 799 8889មាន Telegram តែមួយខ្សែហ្នឹងទេអរគុណច្រើន